ក្រុមប្រឆាំងមួយចំនួនបានលើកឡើងថាការអនុវត្តកាតព្វកិច្ចជាយោធិនគឺគេជ្រើសរើសយកតែកូនអ្នកក្រខណៈដែលកូនអ្នកមានគឺមិនត្រូវបានជ្រើសរើសយកទៅបំពេញកាតព្វកិច្ចនោះទេហើយនៅពេលដែលបញ្ចប់កាតព្វកិច្ចជាយោធិននោះហើយគឺមិនទទួលបានបនស័ក្តិអ្វីនោះឡើយប៉ុន្តែការអះអាងនេះគឺវាខ្វះនៅមូលដ្ឋានត្រឹមត្រូវនិងផ្ទុយស្រឡះពីគោលនយោបាយរបស់រដ្ឋាភិបាលខ្លាំងមែនទែនជាទូទៅកាតព្វកិច្ចយោធាគឺជាកាតព្វកិច្ចរបស់ពលរដ្ឋភេទបុរសចាប់ពីអាយុ18ឆ្នាំទៅ25ឆ្នាំដែលគេមានគោលបំណងក្នុងការពង្រឹងកម្លាំងការពារជាតិនិងបណ្ដោះស្មារតីស្នេហាជាតិការជ្រើសរើសនេះមិនមែនជាការជ្រើសរើសឲ្យចូលធ្វើជាកងទ័ពអាជីពនោះទេប៉ុន្តែវាគឺជាការចូលរួមបម្រើជាតិបណ្ដោះអាសន្នដែលពួកគាត់បញ្ចប់រយៈពេលដែលបានកំណត់ហើយពួកគាត់នឹងក្លាយទៅជាយោធាបណ្ដោះអាសន្នដែលហៅបានថាជាយោធាបំរុងកាតព្វកិច្ចយោធានេះគឺជាកាតព្វកិច្ចរបស់យុវជនកម្ពុជាយើងទាំងអស់ហើយបន្ទាប់ពីពួកគាត់បានបំពេញកាតព្វកិច្ចនេះគ្រប់រយៈពេលដែលបានកំណត់ហើយគឺពួកគាត់មានសិទ្ធិចេញមករៀនឬក៏មកប្រកបរបរដែលជារបរដើមរបស់ពួកគាត់វិញបានដោយមិនមានការឡើងសាក់អ្វីទាំងអស់លុះត្រាតែគាត់ប្រឡងជាប់ក្របខ័ណ្ឌជាទាហានចំពោះការលើកឡើងថាមានការរើសអើងរវាងអ្នកក្រនិងអ្នកមានដោយយកតែកូនអ្នកក្រទៅបំពេញកាតព្វកិច្ចជាយោធាហើយលើកលែងឲ្យកូនអ្នកមានគឺមិនស្របទៅតាមគោលការណ៍នៃការអនុវត្តជាក់ស្ដែងនោះឡើយដោយសារតែការជ្រើសរើសនេះជាទូទៅគឺត្រូវបានអនុវត្តតាមវិធីសាស្ត្រស្មើគ្នាដូចជាការចាប់ឆ្នោតនិងយន្តការរបស់រដ្ឋាភិបាលបានកំណត់ដើម្បីធានាថាពលរដ្ឋគ្រប់រូបគឺមានឱកាសស្មើគ្នាហើយមិនគិតពីសេដ្ឋកិច្ចគ្រួសារនោះឡើយនិងមិនឆ្លុះបញ្ចាំងពីគោលការណ៍ស្មើភាពនិងយន្តការដែលបានកំណត់នោះឡើយដូច្នេះហើយការវាយតម្លៃទៅលើបញ្ហានេះត្រូវផ្អែកទៅលើព័ត៌មានពិតនិងការយល់ដឹងច្បាស់លាស់មិនមែនជាការសន្មត់ទូទៅនោះទេ